មានជំងឺមហារីកដំណាក់កាលទី3ជាវាចូលដំណាក់កាលចុងក្រោយក្នុងឆ្នាំ2018ហ្នឹងខ្ញុំកំពុងតែនៅរៀនវគ្គគ្រូពេលនោះដុំដោះរបស់ខ្ញុំហ្នឹងវាចាប់ផ្ដើមឡើងធំបន្តិចហ្នឹងហើយវាមានលក្ខណៈថាឈឺបន្តិចក៏ទៅបានទៅជួបនឹងលោកគ្រូពេទ្យគាត់ថាអត់អីអញ្ចឹងក្នុងអំឡុង2018មក2019ហ្នឹងចាប់ផ្ដើមឈឺខ្លាំងខ្ញុំក៏មកខាងការល្មែតនឹងតែម្ដងពេលហ្នឹងលោកគ្រូពេទ្យគាត់ឲ្យខ្ញុំទៅច្រឹបសាច់ដើម្បីពិនិត្យមើលកោសិកាមហារីកបន្ទាប់ពីខ្ញុំច្រឹបសាច់រួចហើយខ្ញុំបានទទួលលទ្ធផលគឺធ្វើឲ្យខ្ញុំហ្នឹងភាំងខ្លួនឯងគាត់ថាអូយខ្ញុំមានជំងឺមហារីកអញ្ចឹងខ្ញុំចាប់ដើមអារម្មណ៍មួយភ័យផងអីផងហ្នឹងថាហេតុអីបានខ្លួនឯងធ្លាក់ដល់ចំណុចហ្នឹងទៅរយៈពេលដូចជាមិនដល់មួយឆ្នាំផងវាវិវត្តលឿនអញ្ចឹងណាបងប្អូនអ្នកនៅផ្ទះគឺម្នាក់មកសួរសុខទុក្ខអីក៏ពិបាកចិត្តអីចឹងតែខ្ញុំមានចំហមួយគឺខ្ញុំអត់ស្រក់ទឹកភ្នែកទេទោះបីអ្នកមកអើតខ្ញុំសួរខ្ញុំគាត់យំពេលឃើញយើងនៅក្មេងហើយកើតជំងឺហ្នឹងម្នាក់គេពិបាកចិត្តគេអាណិតគេអីចឹងណាតែដូចថាខ្ញុំទប់អារម្មណ៍ខ្លួនឯងថាបើរឿងហ្នឹងវាជំងឺហ្នឹងវាកើតឡើងហើយខ្ញុំទៅធ្វើយ៉ាងម៉េចបន្ទាប់ពីខ្ញុំបញ្ចូលគីមីអីហើយចំនួន12ដងហ្នឹងលោកគ្រូពេទ្យគាត់ពិនិត្យទៅគាត់ថាអាចធ្វើការវះកាត់បានហើយលោកគ្រូពេទ្យថាតើបងសម្រេចចិត្តវះកាត់អត់ខ្ញុំសួរលោកគ្រូពេទ្យថាតើមានវិធីអីក្រៅពីវះកាត់អត់បើអត់មានទេអញ្ចឹងវះកាត់ទៅបងប្អូនស្ត្រីដែលគាត់មានបញ្ហាថាស្ទាបទៅនៅក្នុងដោះរបស់យើងបើសិនជាមានថាដុំអីមួយដែលលក្ខណៈហៅថាសង្ស័យសូមទៅជួបនៅលោកគ្រូពេទ្យឯកទេសសូមកុំមានអារម្មណ៍ខ្មាស់អៀនអីចាពួកអីកាលណាយើងខ្មាស់អៀនដូចខ្ញុំខ្មាស់អៀនទុកដល់ចង់មួយឆ្នាំចាបងប្អូនស្រីឬអ្នកដែលមានជំងឺដូចខ្ញុំឬក៏ខុសពីខ្ញុំក្នុងដែលកើតជំងឺមហារីកសូមកុំបាក់ទឹកចិត្តអីទៅតាំងចិត្តទទួលយកវាហើយលើកទឹកចិត្តខ្លួនឯងរៀនរស់មួយវាចាអ្នកណាក៏ជៀសមិនផុតពីសេចក្តីស្លាប់ដែរពេលយើងទៅមានចិត្តមួយថាយើងមានពេលវេលាក្នុងការព្យាបាលអ្នកខ្លះគាត់អត់មានពេលវេលាក្នុងការព្យាបាលដូចយើងទេចាអញ្ចឹងកុំបាក់ទឹកចិត្តត្រូវទៅជួបលោកគ្រូពេទ្យតាមការណាត់ចា